សួស្តីលោកគ្រូអ្នកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញត្រង់ចំណុចបញ្ជីសិស្សដែលត្រូវត្រួតថ្នាក់អញ្ចឹងដំបូងលោកគ្រូអ្នកគ្រូបើកកម្មវិធីសម្រាប់គ្រូបន្ទប់ថ្នាក់យើងនឹងមកហើយលោកគ្រូអ្នកគ្រូចូលកន្លែងរដ្ឋបាលគ្រូហើយលោកគ្រូអ្នកគ្រូចុចយកពាក្យបញ្ជីសិស្សត្រួតថ្នាក់ការនេះឃើញនេះលោកគ្រូអាចធ្វើការ select តែត្រង់ឈ្មោះសិស្សនឹងមកហើយលោកគ្រូអ្នកគ្រូចុចយក key delete ដូចនោះឈ្មោះសិស្សនឹងបានលុបហើយភេទថ្ងៃខែឆ្នាំកំណើតនិងទីកន្លែងកំណើតរបស់សិស្សដែលចាប់យកពីព័ត៌មានសិស្សបានលុបផងដែរអញ្ចឹងលោកគ្រូអ្នកគ្រូអាចជ្រើសរើសសិស្សណាដែលត្រូវត្រួតថ្នាក់មកឧទាហរណ៍សិស្សមួយនេះបាទអញ្ចឹងថ្ងៃខែឆ្នាំកំណើតទីកន្លែងកំណើតវានឹងចាប់យកមកដោយស្វ័យប្រវត្តិអញ្ចឹងគ្រូអ្នកគ្រូអាចជ្រើសរើសសិស្សនឹងមកបាទក្នុងករណីលុបបញ្ជាក់ម្ដងទៀតលោកគ្រូអ្នកគ្រូ select តែឈ្មោះសិស្សហើយចុចយកពាក្យ key delete នឹងមកនៅនឹងក្តារចុចលោកគ្រូអ្នកគ្រូអាចលុបបានបាទក្នុងករណីដែលមានសិស្សតិចលោកគ្រូអ្នកគ្រូក៏អាចធ្វើការលាក់កន្លានេះបានផងដែរហើយលោកគ្រូអ្នកគ្រូក៏អាចបង្ហាញកន្លាវិញបានផងដែរត្រង់ចំណុចនេះតកតងទៅនឹងចំណុចនេះលោកគ្រូអ្នកគ្រូក៏អាចបញ្ចូលឈ្មោះបញ្ចូលនិងលុបត្រានឹងត្រង់ចំណុចនេះបើសិនបើលោកគ្រូអ្នកគ្រូមានត្រានេះយូរ